បាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនអស់នៅក្នុងបណ្ដាញសង្គមដែលតាមដានវីដេអូរបស់ខ្ញុំបាទអញ្ចឹងថ្ងៃនេះខ្ញុំឆ្លើយតបជាមួយសំណួរលោកគ្រូដែលគាត់បានឆាតសួរឬក៏ comment ដែលនិយាយអំពីថាតើនៅម៉ាឡេស៊ីនេះគេដាំទុរេនបានល្អតើជាដីប្រភេទណាដែលគេដាំទុរេនបានល្អដីគេល្អជាងកម្ពុជាយើងឬមួយក៏គេមានកន្ធានដីនិងលក្ខណៈដីបែបណាអញ្ចឹងដើម្បីឲ្យដឹងច្បាស់ខ្ញុំនឹងនាំបងប្អូនមកមើលដីជាក់ស្ដែងណានៅក្នុងចំការទុរេនក្រោយខ្នងខ្ញុំនេះតែម្ដងដែលចំការនេះមានប្រភពដើមឡើយគឺជាចំការដែលដាំដូងប្រេងទេបងប្អូនណាដាំដូងប្រេងហើយគាត់ទៅតែក្នុងមួយឆ្នាំនិយាយទៅ2ឆ្នាំទាំងការរៀបចំដីទាំងការដាំដុះមកទល់ពេលនេះគឺទុរេនគាត់ដាំបានប្រហែលជា1ឆ្នាំហើយនឹងការរៀបចំដីគាត់ហ្នឹងគឺប្រហែលជា1ឆ្នាំដែរបាទអញ្ចឹងយើងមកមើលដីជាក់ស្ដែងតែម្ដងថាតើវាជាដីប្រភេទណាបងប្អូនអាចមើលហើយគិតខ្លួនឯងណាពិចារណាមើលថាដីប្រភេទនេះប៉ុន្តែដីប្រភេទនេះខ្ញុំគិតថានៅស្រុកខ្មែរយើងមាននៅតាមតំបន់ខាងរតនគិរីមណ្ឌលគិរីកញ្ចេះស្ទឹងត្រែងអីហ្នឹងបាទដីប្រភេទហ្នឹងហើយដែលនៅតំបន់យើងនៅខាងនោះក៏មានការដាំដុះទុរេនហើយខ្លះដែរបងប្អូនតោះអញ្ចឹងយើងទៅមើលនៅគល់ទុរេនទាំងអស់គ្នាបាទនេះគឺដីនៅគល់ទុរេនចាក់ផ្ដែងណាបងប្អូនចូលមើលគិតណាគឺដីថ្មបែបនេះបងប្អូនណាបាទដីថ្មបែបហ្នឹងឯងគេហៅថាថ្មឬក៏ដីគ្រួក្រហមប៉ុន្តែបងប្អូនឃើញទេអ្វីដែលដីគ្រួក្រហមនេះអានេះមិនមែនជីធម្មជាតិវាកើតឡើងឯងទេខ្មៅទាំងអស់នេះបងប្អូនសិតតែជាកាកសំណល់ជីកប៉ុសដែលគេបានដាក់ទៅលើដំណាំខ្ញុំធ្លាប់បាននិយាយនៅក្នុងវីដេអូខ្ញុំកន្លងមកឲ្យថាទីនេះចំណុចពិសេសគឺនិយាយអំពីការប្រើប្រាស់ជីណាបងប្អូនដីវានិយាយទៅវាដំសងឬក៏គេហៅថាប្រហាក់ប្រហែលគ្នានឹងសន្តានដីនៅកម្ពុជាយើងដែរទេក៏ប៉ុន្តែគេមានលក្ខណៈពិសេសខុសពីយើងត្រង់ថាគេមានការប្រើប្រាស់ជីគឺជីកប៉ុសឬក៏អอร์ហ្គានិកតាំងពីកូនទុរេនប៉ុណ្ណឹងឯងបងប្អូននេះកូនទុរេនគេប៉ុណ្ណឹងអាយុកាល1ឆ្នាំឬមួយក៏ក្រោម1ឆ្នាំ7 8ខែចាប់ពីដើមដាំមកគេអត់ទាន់ដែលស្គាល់ជីគ្រាប់មកបាវណាទេឬក៏មកខំណាចូលក្នុងដើមទុរេនគេទេណាបងប្អូនអញ្ចឹងបងប្អូនថាមើលតទៅទៀតណាបងប្អូនដីគឺមិនលើគ្នាទេប៉ុន្តែអ្វីដែលលើគ្នាគេមិនទាន់ដែលដាក់ជីគ្រាប់ឬក៏ហៅថាជីបាវចូលដំណាំគេមកគ្រាប់ទេបងប្អូនមើលនេះមើលដីឥឡូវបងប្អូនមើលដីចាក់ផ្ដែងណាមើលដីមើលឃើញទេថ្មដែរតានេះបងប្អូនមើលដីនេះមើលដីចាក់ផ្ដែងណាប្រថ្មចាហ្នឹងហៅថាដីគ្រួក្រហមត្រូវទេបងប្អូនបាទអញ្ចឹងឥឡូវបងប្អូនមើលទុរេនមួយឆ្នាំទុរេនមួយឆ្នាំលេខក្បាលបាត់បងប្អូនឃើញអត់ទុរេនមួយឆ្នាំលេខក្បាលបាត់អញ្ចឹងចំណុចនិយាយពីរឿងដីខ្ញុំគិតថារវាងម៉ាឡេស៊ីនិងកម្ពុជាយើងវាជាម្បូរដីមួយដែលនៅក្នុងតំបន់ប្លុកគេហៅថាប្លុកអាហ្វៀនយើងតែមួយទេបាទប៉ុន្តែវាខុសគ្នាខុសត្រង់ថាសំណើមបរិយាកាសឬមួយក៏កម្ដៅឲ្យប៉ុណ្ណឹងអញ្ចឹងផ្នែកខាងលើនោះវាគ្រួក្រហមអញ្ចឹងខ្ញុំមកឲ្យបងប្អូនមើលផ្នែកខាងក្រោមបន្តិចផ្នែកខាងក្រោមអានេះបានតែវាជិតដល់មាត់បន្លាយអញ្ចឹងផ្នែកខាងក្រោមនេះវារៀងបាត់គ្រួបន្តិចវាចេញដីបែបនេះបងប្អូនឃើញទេនៅមានគ្រួមួយប៉ុន្តែវាចេញដីបែបនេះខ្ញុំកាយឲ្យបងប្អូនមើលណាបាទដីបែបហ្នឹងបងប្អូនឃើញទេអាហ្នឹងបងប្អូនមើលឲ្យពិចារណាខ្លួនឯងទៅថាតើដីនេះជាដីប្រភេទអីបាទអញ្ចឹងមួយទៀតនៅក្បែរហ្នឹងទាំងអស់ខ្ញុំឲ្យមើលដីនៅចន្លោះដាំគល់ទុរេនហ្នឹងគឺដីក្នុងគុំជែកនេះបងប្អូនអានេះខ្សាច់សណាដីនេះខ្សាច់សបងប្អូនឃើញទេនេះគាត់តែដីនៅម៉ាឡេណាកន្លែងនេះគេដាំដំណាំហើយបងប្អូនមើលដីឃើញដីចាក់ផ្ដែងទេមើលហ្នឹងខ្ញុំឲ្យបងប្អូនមើលដីចាក់ផ្ដែងចឹងហ្មងបងប្អូនមើលដីចាក់ផ្ដែងបាទអញ្ចឹងវីដេអូហ្នឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនណាដែលនិយាយអំពីដីខ្ញុំបង្ហាញស្ថានភាពដីជាក់ផ្ដែងហើយវីដេអូក្រោយខ្ញុំមានពេលខ្ញុំនឹងបង្ហាញនិយាយអំពីដីដែរប៉ុន្តែដីនៅក្នុងចំការធំណាស់បងប្អូនអរគុណច្រើនជម្រាបលាបងប្អូន